ស្ត្រីម្នាក់ជាម្ចាស់ហាងលក់ទូរស័ព្ទដែលប្រើពាក្យសម្ដីជេរប្រមាថមកលើវីរៈកងទ័ពជួរមុខត្រូវបាននគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញឃាត់ខ្លួនពាក់ព័ន្ធនឹងករណីធ្វើខូចទឹកចិត្តកងទ័ពតែអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមសេនីយ៍ឯកជួនរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅថ្ងៃទី13ខែសីហាឆ្នាំ2026វេលាម៉ោង 7:30 នាទីកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញសហការជាមួយនឹងកងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោដឹកនាំដោយលោកឧត្តមសេនីយ៍ប៊ុនសត្យាស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន1នាក់ពាក់ព័ន្ធនឹងករណីធ្វើខូចទឹកចិត្តកងទ័ពប្រព្រឹត្តបទល្មើសនៅចំណុចបូរី ML ផ្ទះលេខ1ផ្លូវលេខ1ភូមិដងសង្កាត់ស្ពានថ្មខណ្ឌដង្កោរាជធានីភ្នំពេញកាលពីថ្ងៃទី31ខែកក្កដាឆ្នាំ2026វេលាម៉ោងប្រហែល 7 នាទីព្រឹកជនសង្ស័យឈ្មោះចិន្តាសវណ្ណារីភេទស្រីអាយុ32ឆ្នាំជនជាតិខ្មែរមុខរបរជាអ្នកលក់ដូរទីលំនៅស្ថិតនៅបូរី ML ផ្ទះលេខ1ផ្លូវលេខ1ភូមិដងសង្កាត់ស្ពានថ្មខណ្ឌដង្កោរាជធានីភ្នំពេញបច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននគរបាលជំនាញព្រហ្មទណ្ឌកំពុងធ្វើការសាកសួរតាមនីតិវិធីសង្ខេបឡើងវិញដើមចំនៃដើមហេតុការណ៍ទាំងនេះស្ត្រីម្នាក់បានធ្វើការប្រើប្រាស់គណនីបណ្ដាញ Facebook ដើម្បី live វីដេអូបញ្ចេញមតិផ្ទាល់ខ្លួនការប្រើពាក្យសម្ដីនៅក្នុងវីដេអូនោះគាត់បានប្រើប្រាស់ពាក្យសម្ដីអសុរោះដៀលថ្មេះនិងជេរប្រមាថធ្ងន់ធ្ងរទៅលើកងទ័ពខ្លឹមសារប្រមាថគាត់បានវាយតម្លៃទាបចំពោះការលះបង់និងទួនាទីរបស់កងទ័ពជួរមុខដែលកំពុងឈរជើងការពារទឹកដីប្រតិកម្មពីសង្គមនិងសមត្ថកិច្ចការរិះគន់វីដេអូនោះបានរីករាលដាលយ៉ាងលឿននិងបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីមហាជនការថ្កោលទោសប្រជាពលរដ្ឋនិងមន្ត្រីរាជការចាត់ទុកទង្វើនេះថាជាការមើលងាយដល់វីរៈកងទ័ពនិងវីរៈភាពក្លាហានរបស់កងទ័ពការអន្តរាគមន៍កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវនិងឃាត់ខ្លួនស្ត្រីរូបនោះភ្លាមៗដើម្បីចាត់ការតាមច្បាប់លទ្ធផលនិងការដោះស្រាយការសុំទោសក្រោយពេលឃាត់ខ្លួនស្ត្រីរូបនោះបានទទួលស្គាល់កំហុសនិងធ្វើការសុំទោសជាសាធារណៈការអនុវត្តច្បាប់រាជអាជ្ញាធរបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចោទប្រកាន់ពីបទប្រមាថសារដាស់តឿនករណីនេះបានក្លាយជាមេរៀនដាស់តឿនដល់អ្នកលេងបណ្ដាញសង្គមទាំងអស់ឲ្យមានការប្រុងប្រយ័ត្នក្នុងការនិយាយស្ដី